Chẳng quạt nơi tè chật khang khá nè. Cha nơi tè đầy mùi khá nè nâng đầy chọp khá nè đầy lâu mùi nâng tới quạt bụng mà đai nâng chạy ở côn mà nè mà đông mà nè nhưng tới cha nè kru hay này chẳng sạch thọc đấy luộc nè cơ chẳng tới cha bà chẳng bàn thà bông bộ ôn bà chẳng sọc sàn trán cũng nơi kia khá nè mơm nằm tạc nè chua tạc nè chẳng ạ hay nhật ngọt ná ta sạch thay mùi nâng ấy nó chẳng vậy ta sạch thay mùi nâng ấy đàm sơ trâu kia cha ta mùi nâng hay chua đôi xa khmênh người lên chua kia nâng nè kru hay mà lô nâng nư bà mán krua xa tới 3-4 គ្រួសារអ្នកគ្រូ អូចឹងកូនហ្នឹងឪពុកម្ដាយហ្នឹងចែក1 ឡូហ្នឹងឲ្យនៅម្នាក់ម្ដុំម្នាក់ហ្នឹងទៅ4 គ្រួសារចាអូប៉ុន្តែគេផ្សេងអត់សូវអីទេណាណាតែម្នាក់ហ្នឹងគាត់រៀងឈួលទេតែម្នាក់ហ្នឹងវា ហើយឥឡូវហ្នឹងធ្លាប់ប្តឹងផ្ដាល់មួយខ្សែហើយឥឡូវត្រូវប្តឹងគ្នាទៀតមិនកើតរឿងកាន់តែគុំគ្នាកាន់តែខ្លាំងអីចឹងខ្ញុំជាកូនបងហ្នឹងហើយខ្ញុំមិនទុកចិត្តព្រោះគាត់ជាឪពុកខ្ញុំជាហើយជាប៉ុន្តែសំខាន់លពូជាសម័យខ្លួនហ្នឹងគាត់ចង់ឲ្យប្តឹងផ្ដាល់ដែរអត់ព្រោះគាត់ជាឪពុកគាត់ឲ្យប្តឹងដែរតើប៉ុន្តែខ្ញុំមិនប្រាប់គាត់ទេអ្នកគ្រូមិនប្រាប់តែរឿងគាត់ជាគាត់អីនឹងទៀតទេតែគាត់ខឹងទៅជាឈឺទៅអីណាហ្នឹងហើយចិត្តតែកាលអូនឯងប្តឹងគេមិនក៏ហៅគាត់ជាសម័យខ្លួនចូលទៅព្រោះគាត់ជាអ្នកដែលត្រូវរងគ្រោះដោយសារការជេរប្រមាថរបស់កូនប្រសាហើយដល់ពេលយើងប្តឹងយើងអត់ឲ្យគាត់ចូលទៅមិនកើតគេមិនត្រូវហៅគាត់ទៅតទល់អញ្ចឹងគាត់មិនដឹងរឿងទៀតហើយចុងខ្ញុំជាកូនហ្នឹងអាចជំនួសបានដែរអ្នកគ្រូអាហ្នឹងយើងអាចឈរឈ្មោះដាក់ពាក្យប្តឹងបានតែគេត្រូវការហៅគាត់ជាសម័យខ្លួនអ្នករងគ្រោះត្រូវការឲ្យគាត់ចូលទៅបំភ្លឺដែរឲ្យគាត់ចូលទៅខ្លួនទៅដែរក្នុងនាមគាត់ដែលត្រូវគេជេរប្រមាថអញ្ចឹងប៉ុន្តែចង់និយាយថាអញ្ចេះកាប់គេពាក្យខ្មែរយើងថាកាត់សាច់មិនដាច់កាត់អីគេកាត់ទឹកមិនដាច់កាត់សាច់មិនបានហើយសំខាន់ប្អូនយើងវានៅយកអាប្រុសនឹងធ្វើប្តីស្អីអដែលអញ្ចឹងឆ្លោះទៅប្តឹងមកវានៅតែញៀតទៀតហើយក្មេងៗក៏នៅតែរាប់អានគ្នាទៀតបាទអញ្ចឹងបើសិនតែយើងបំណុតភ្លើងនឹងវិញដើម្បីឲ្យវាចាប់បងយល់ហើយថាយើងចង់ប្តឹងដើម្បីដាក់មេរៀនឲ្យវា1 2 3 4អីចឹងណាប៉ុន្តែសួរថាវាអាចនឹងចាប់ត្រឹមការប្តឹងនឹងអត់ខ្លាចលោមនុស្សសំរឿងបកហេតុកាន់តែគុំគួនគ្នាមិនចាប់មិនហើយណាយើងសុកចិត្តចាញ់មកពេលដើម្បីសុកដល់ក្មេងដល់ក្មួយដល់ឪពុកកុំឲ្យគាត់ឈឺគាត់កាត់អីចឹងណាហើយចេះទៅបើសិនជាអាចធ្វើរបងខណ្ឌគ្នាទៅឬក៏មិនកុំឲ្យវាចេញចូលឆ្លងគ្នាទៅនាំកើតរឿងឬក៏មិនដែរហ្នឹងគាត់ថាឲ្យខាត់ផ្ទះទៅព្រោះដីហ្នឹងវាចូលមកផ្ទះអូនខ្ញុំហើយគាត់និយាយថាឲ្យរើជាងរើអីទៅផ្ទះទៅហ្នឹងហើយតន់គាត់នៅរស់ហើយមើលតែបន្តិចទៀតគាត់ស្លាប់ផុតជីវិតទៅឧទាហរណ៍ស្មាតោះកាប់ចាក់គ្នាហត់ទៅសាហាវជាងនឹងទៀតយល់ល្អធ្វើឲ្យហើយទៅត្រូវធ្វើប្លង់ធម្មតាឲ្យធ្វើឲ្យហើយធ្វើលបងធ្វើអីឲ្យហើយទៅយើងឆ្លោះយកតែម្ដងឲ្យហើយហ្មងកុំឲ្យនៅប្តឹងទៅប្តឹងមកមិនចាប់មិនហើយអញ្ចឹងណាហើយវាចាប់ពីជំនាន់យើងវាតដល់ជំនាន់កូនជំនាន់ចៅទៀតណាបើយើងនៅម្លុកម្ដុំគ្នាអញ្ចឹងប៉ុន្តែវាមិនអីទេបងប្អូនទោះតែម្នាក់ហ្នឹងអ្នកប្រុសម្នាក់ហ្នឹងហើយដឹងហើយចឹងមិនថានឹងម្នាក់ណាមានបញ្ហាយើងកាត់ត្រឹមម្នាក់ហ្នឹងទៅហើយមើលវាមិនឃើញទេអូនអើយមនុស្សឥឡូវនេះព្រោះយើងមិនប្តឹងផ្ដាល់នៅតែថ្ងៃក្រោយប្រមាថអីក្មេងអីខួយខ្ញុំអីប្រមាថទឹកអាកអីចឹងពីខាងនោះអ្នកគ្រូចឹងបានថាហ្នឹងវាសំខាន់អាសាច់យើងនេះលែងគេវាមិនដាច់បាទវានៅពំតណោតទៅហ្នឹងអីទៅប្អូនខ្ញុំវាអាចដាច់ម្នាក់ហ្នឹងវាខឹងដែរនេះគាត់អាចចាបើសិនថាប្តឹងផ្ដាល់ហើយប្អូនយើងនៅដេកអោបគេរាល់ថ្ងៃហើយយើងជាបងស្រីជាអ្នកប្តឹងអាប្អូនថ្លៃហ្នឹងដល់តែពេលថ្ងៃក្រោយវាគុំវាគួននេះវាធ្វើអីទៅដាក់ប្អូនយើងទៀតទៅអាម៉េចទៅសំខាន់សួរចិត្តប្អូនឲ្យច្បាស់បាទកុំនិយាយគ្នាសាច់ឯងហ្នឹងសាច់បកើតទាំងអស់ទាំងបាម៉ានពោះម៉ែតែមួយមកនិយាយគ្នាស្ងាត់រកវិធីយ៉ាងម៉េចឯកភាពព្រមព្រៀងគ្នាបែបណាកុំកាត់វះវឹងតែម្នាក់ឯងព្រោះមិនមែនឪយើងតែម្នាក់ទេឪទាំងអស់គ្នាហ្នឹង
hay nó không đây lôi chủng mũi kia nó lỡ sọc chất bờ môn đừng tha sầm lại chất thợ ấy muối hai sạch dương tầng mà pua nó do mà vậy kia còn ai đo sạch play với tờ sạch dương bạc cao nó ạ mà tờ chơi mà lỡ bong á chằng chằng ông anh vô khơiอย่างnào nãy vô khơiอย่างnào nãy vô khơiอย่างnào ហើយចាំយកមកតេរួមគ្នាមួយហ្នឹងហើយភាគីឯកច្ឆ័ន្ទសម្រាប់ធ្វើតែម្ដងកុំអាកាត់វះវឹងតែម្នាក់ឯងដល់ពេលកាត់រឿងយើងក៏តួខុសត្រូវម្នាក់ឯងដែរអញ្ចឹងវានាំឲ្យបញ្ហាហ្នឹងវាកាន់តែវែងឆ្ងាយកាន់តែយូរទៅហើយមិនប្រកាសដោយបងអូនលើកឡើងថាបើសិនតែបងឯងប្តឹងហើយវាចប់ត្រឹមហ្នឹងអត់អីទេចប់បើវាលេងគម្រាមមនុស្សហ៊ានហាមាត់គម្រាមសម្រាប់បងឯងគិតសម័យមើលថាតើវាខ្លាចមិនមែនត្រឹមរឿងប៉ុណ្ណឹងបាទហើយយើងដូចយកសាំងទៅចាក់លើភ្លើងវាលោវាកើតកំហឹងកើតគំនុំកាន់តែខ្លាំងទៀតទៅវាមិនអញ្ចឹងអង្គជាអីសុកចិត្តទៅចែកគ្នាសាច់យើងពោះយើងតែមួយហ្នឹងឲ្យយល់ពីគ្នាសិនឥឡូវវាអញ្ចេះពួកអូនពួកបងយកឃើញយ៉ាងណាតែយើងគួរមានវិធានការបែបម៉េចយើងគួរតែប្តឹងឬយើងត្រូវធ្វើយ៉ាងម៉េចដើម្បីទប់ស្កាត់បុគ្គលម្នាក់ហ្នឹងអាហ្នឹងយើងពិភាក្សាគ្នាជារួមសិនអញ្ចឹងណាខុសត្រូវអីយើងទទួលត្រូវទាំងអស់គ្នាកុំសម្រាប់តែឯងទៅពេលខុសមានបញ្ហាទៅវាបន្ទោសជាពិសេសដូចនិយាយអញ្ចឹងយើងមិនចូលចិត្តសាច់ថ្លៃយើងទេណាប៉ុន្តែប្អូនយើងដេកអោបអាហ្នឹងរាល់ថ្ងៃហើយយើងថាំងប្អូនខ្ញុំចិត្តវាដាច់តែច្បាស់អត់ថាវាដាច់ឥឡូវដាច់ហើយមកនិយាយគ្នាមកអញ្ចឹងទាំងការប្រមាថមើលងាយឪពុកយើងទាំងការប្រមាថមើលងាយកូនក្មួយយើងតើប្អូនយល់យ៉ាងម៉េចដែរបើបងប្តឹងព្រោះធម្មតាតែប្តឹងផ្ដោតទៅលុយនឹងវាត្រូវប្តឹងផ្ដោតទី1វាត្រូវពាក់ព័ន្ធនឹងរឿងការបងលុយបងកាក់ក៏វាចេញពីកប៉ៅប្អូនស្រីយើងដែលមានប្តីហ្នឹងចឹងណាខ្ញុំយល់បងជួយចាប់ស្អិតធូងដោយសារការដែលប្អូនថ្លៃសាច់ថ្លៃយើងមើងងាយឪពុកក្មេកអាហ្នឹងវាត្រូវតែខឹងសង្វាហើយតែដោយសារយើងប្តឹងទៅប្តឹងមកវានៅតែនឹងដដែលហ្នឹងវាមានតន់ទៅណាពេលហ្នឹងវាសុកចិត្តទទួលថាខុសហើយចុះបើសិនតែវាគុំថ្ងៃក្រោយវាកើតរឿងអីទៀតទៅយើងមើលវាមិនឃើញព្រោះយើងនៅនឹងប្លុកមួយគ្នាដដែលហ្នឹងអញ្ចឹងតែចែកគ្នានិយាយគ្នាជាមួយសាច់បកើតឲ្យអស់សេចក្តីសិនហើយចាំសម្រាប់ចិត្តរួមគ្នាយកមតិរួមច្រើនជាងហើយចាំអនុវត្តតាមនឹងល្អជាជាងអាហ្នឹងគ្រាន់តែកំណត់ប្អូនទេណាមិនមែនមានន័យថាឲ្យបងធ្វើតាមខ្ញុំទាំងស្រុងទេបារាមមិនមែនថាត្រូវតែធ្វើតាមបារានិយាយអញ្ចឹងទេប៉ុន្តែបើបងយកទៅពិភាក្សាគ្នាទៅវាចេញលទ្ធផលមួយដែលយើងអាចសម្រេចរួមជាមួយនឹងគ្រួសារពោះម៉ែតែមួយសាច់បកើតរបស់យើងអាហ្នឹងវាល្អជាជាងដែលយើងសម្រេចចិត្តធ្វើតែឯងដល់កើតរឿងកាន់តែធំគេបន្ទោសយើងទៀតបាទអញ្ចឹងហ៎បងចាហ្នឹងបងយកទៅពិចារណាមើលសិនទៅតែបើបងយល់ថាមិនត្រូវអញត្រូវតែប្តឹងអាហ្នឹងបារាក៏អត់មានសិទ្ធិខាត់ខាំងឲ្យបងដែរអាហ្នឹងសម្រាប់លើបងតែគ្រាន់ថាអ្វីដែលបងធ្វើឲ្យត្រូវតែស្ថិតនៅក្រោមការទទួលខុសត្រូវគ្រូកែខ្លួនកុំឲ្យថ្ងៃមុខថ្ងៃក្រោយខឹងខ្លួនអ្នកណាឆ្លុះទៅកុំរៀលដាក់ដល់ឪពុកចាតែចង់និយាយថាចេះបើមនុស្សនឹងនិយាយស្ដាប់គ្នាបានក៏វាអត់កើតរឿងចឹងដែរចាអញ្ចឹងព្រោះមិនមែនថាការប្តឹងទៅសិតតែធ្វើឲ្យមនុស្សកែទេអាការប្តឹងខ្លះគឺធ្វើឲ្យមនុស្សកាន់តែឡើងគំនុំកើតកំហឹងគុំយកយើងកាន់តែខ្លាំងអញ្ចឹងណាចឹងមកខ្ញុំចង់ឲ្យភាសាគ្នាសិនជាពិសេសនេះប្រពន្ធដែលត្រូវជាប្អូនយើងបង្កើតនោះស្គាល់សន្តានបុគ្គលនឹងច្បាស់ជាងមិនថាអញចង់ប្តឹងប្តីឯងចេះដែលមើលងាយឪយើងហើយគិតមិនដែរហើយយល់ឃើញមិនដែរប្តីឯងវាមិនអីមិនណែព្រោះយើងធ្វើដើម្បីសំចិត្តយើងប៉ុន្តែមើលប្អូនយើងផងទឹកមុខគ្នារស់នៅជាមួយនឹងប្តីនឹងដែលដៀលឪខ្លួនឯងនឹងតើគ្នាយ៉ាងម៉េចបើសិនតែប្អូនយើងវាកឡោតតោតតងវាអើតាមប្តីដែរអាហ្នឹងយើងក៏ស្រួលចាត់ចែងតែបើថាគ្នាណាចិត្តមិនដាច់លែងកើតហើយយើងទៅប្តឹងប្តីគ្នាចុះឡើងរឿងអាសាច់បកើតនេះតែមើលគ្នាមិនច្រងទៀតណាកុំតាន់គិតចំនួនប្អូនណាកុំតាន់គិតថាប្អូនអាចលែងគេដាច់ណាយើងមិនតាន់ដឹងទេសុកចិត្តហៅគ្នាមកនិយាយតាមស្រួលនិយាយម្នាក់ម្ដងសុំយោបល់គ្នាទៅវិញទៅមកវិញល្អជាជាងដែលយើងប្រើកំហឹងដើម្បីថាំងប្តឹងឲ្យឯងកែអត់ទេបើប្តឹងឲ្យកែមិនមែនមនុស្សខុសហើយខុសទៀតទេតែជួនកាលយើងនិយាយគ្នាតាមស្រួលហើយហៅសាច់ញាតិបងប្អូនទាំងអស់មកជុំគ្នានិយាយគ្នាវាប្រសើរជាយើងប្តឹងផ្ដាល់រកអាជ្ញាធរដល់ពេលជួនកាលយើងនិយាយជុំគ្នាអញ្ចឹងទៅ1 2 3 4ហើយអត់មានអ្នកណាមួយលើកដៃថាឥឡូវអញ្ចេះហ្មងហើយយើងគួរតែមានកម្មវិធីមួយជុំគ្នាហើយនិយាយគ្នានៅលើតុនៅចំណុចត្រូវចំណុចខុសរៀងខ្លួនជួនកាលប្អូនថ្លៃហ្នឹងវាគុំគួនយើងរឿងអីមួយដែលយើងអត់ដឹងណាអញ្ចឹងយើងហែកបេះដូងនិយាយគ្នាមើលអញស៊ូហើយមើលវាមិនបានតែចេះឌីលឪឌីម៉ែអញ្ចឹងវាកើតអីបែរខឹងសម្បារឿងអីអញ្ចឹងយើងនិយាយក្នុងន័យមួយដើម្បីរកចំណុចខុសចំណុចត្រូវកែតម្រូវគ្នាទៅវិញទៅមកព្រោះយើងជៀសថាសាច់តែមួយដដែលព្រោះកើតជាកូនពូនជាចៅហើយជួនកាលវាអាចល្អជាងការដែលប្តឹងផ្ដាល់គ្នាអញ្ចឹងណា
ព្រោះការប្តឹងផ្ដាល់ទៅវាហែករឿងក្នុងគ្រួសារឲ្យក្អែកចឹកទៅកាន់តែធំអានោះកាន់តែគុំបាទហើយកិច្ចទៅណាបើនៅក្នុងលោកគ្រូហ្នឹងណាគ្រូអើយព្រោះជាញើយដងពេកហើយខ្ញុំខ្លាចបងប្អូនប្រុសទៅវាលឺទៅវាអត់បានហ្នឹងហើយអញ្ចឹងបានថាយើងនិយាយគ្នាយើងអ្នកនាំពាក្យនេះយើងត្រូវសម្របសម្រួលពាក្យសម្ដីនិយាយក្នុងន័យមួយដែលយកមកពិចារណាគុំបន្ថែមសាំងលើភ្លើងហ្នឹងហើយបន្ថែមការព្រោះអ្នកស្ដាប់ពីយើងបើយើងចេះលើកដាក់ឲ្យស្មើបើយើងលើកឲ្យខ្ពស់ហ្នឹងហើយយើងលើកដាក់នេះដើម្បីសុំយោបល់ហើយពិភាក្សាគ្នាបាទចុះបើសិនជាបងឯងនិយាយកាន់តែធ្ងន់តែមួយវាជឿម៉ែយើងវាជឿឪយើងចឹងអាបងប្អូនប្រុសដឹងស្រាប់ហើយនៅកូនប្រុសបាទកំហឹងសុកចិត្តស្រក់ជាមអីក៏មិនទទួលយកការប្រមាថអីបានតែមិនឲ្យប្រមាថម៉ែឪចុះវាខឹងលេងទាញក្បិតផ្កាក់តកាប់ប្តីប្អូនបងស្លាប់បាត់ទៅវាកើតទោសទណ្ឌអីទៅរឿងចេញពីមាត់យើងដែលយើងជាអ្នកអុចហ្នឹងបាទហើយបើសិនណាបងឯងស្មានតែពីអ្នកគ្រូហ្នឹងអ្នកគ្រូហើយបងឯងគិតថាប្តឹងហ្នឹងវាអត់មានអ្នកដឹងមែនថាប្តឹងហ្នឹងបាទប្តឹងផ្ដាលន់ពេញភូមិពេញស្រុកប៉ូលីសចុះមកហើយចុះអាកូនរបស់អាប្អូនថ្លៃយើងហ្នឹងវាទៅជាស្អីទៀតទៅមិនស្រួលវាគុំអ៊ំវាហ្នឹងទៀតហ្នឹងហើយគ្រួសារគេបែកបាក់គ្នាដោយសារយើងចឹងទៀតណែវាចឹងណាយើងមើលវាមិនដឹងអញ្ចឹងយកល្អភាសាចាក់ពិចារណាគ្នាតាមសតិវិធីវិញទៅជំហានទី1ហើយជុំបងប្អូនសាច់ពោះយើងតែមួយហ្នឹងមកទៅចែកគ្នាហើយបងជាអ្នកដែលលើកដាក់សម្ដីឲ្យស្មើកុំឲ្យវាលើសពេកកុំឲ្យវាទាបពេកហើយបើការដែលបងលើកមកប្រជុំគ្នានិយាយគ្នានេះមូលហេតុតែមួយគត់គឺចង់រកដំណោះស្រាយកែតម្រូវនេះអាសាច់ថ្លៃអាសាច់ថោកយើងនេះកុំឲ្យវាលើសលុបពេកតើយើងគួររកវិធីណានិយាយគ្នាតាមស្រួលជាជាងការប្រឈមមុខគ្នាប្តឹងផ្ដោតទៅវិញទៅមកព្រោះវាកាត់ជាកូនពូនជាចៅហើយវានៅលោម៉ែឪចែកឲ្យតែមួយចាត្រូវធ្វើម៉េចអីម៉េចហើយចាំភាសាមួយអាសាច់យើងបង្កើតជាប្រពន្ធប្អូនថ្លៃនោះណាតែធ្វើម៉េចឯងប្តីឯងវាអញ្ចឹងមើលឯងនិយាយមើល1 2 3 4ឲ្យគ្នានិយាយគុំថាកាត់ជំនួសគ្នាណាយកអញ្ចឹងវិញទៅណាបងណាចាបងចានេះជាបល់របស់បរាចង់ឲ្យបងធ្វើដំណោះស្រាយដោយសន្តិវិធីណាកុំថាយើងព្យាយាមរុញរឿងធំឲ្យមកតូចរឿងតូចឲ្យទៅជាអត់រឿងវាល្អជាជាងព្រោះយើងជិះទៅណារួចប៉ុណ្ណឹងហ្នឹងហើយនៅដីជាប់គ្នាដដែលហ្នឹងអញ្ចឹងបានថាអូយបកម៉ែបាទមិនបាច់ទិញជាប់គ្នាទេបងប្អូនបាទកុំមែនតាបងប្អូនខ្ញុំធ្លាប់ស្គាល់រសជាតិនឹងដែរតែมันសក់តំងមិនដឹងយ៉ាងម៉េចទេបាទបើមិនឆ្លូតដោយសាររឿងកូនតូចក៏ឆ្លូតបងប្រច័ណ្ឌគ្នារឿងមានជាងគ្នាក្រជាងគ្នាយើងក្រគេមើលងាយថាងមើលវាកំណត់បង្កើតទាំងប្តីទាំងប្រពន្ធខោអើមក្រែកក្រាក់អញ្ចឹងតែពេលយើងរៀងមានជាងតិចហើយបាច់តែអីទេអាបលឹមបាត់បលប់ចូលហ្នឹងក៏ឆ្ងល់ថាយើងទៅណាមកណាធ្វើអីដែរថ្ងៃឃើញតែបលឹមបាត់បលប់ចូលហើយហ្នឹងសាច់បង្កើតអាចោះបើកទ្វារមកឃើញគ្នារហូតហ្នឹងហើយបងយើងក្អកកាហែមខាក់ស្ដោះថាយើងនឹងឌៀមដាមយើងនឹងខ្លែបការបាទថ្ងៃហ្នឹងរៀងស៊ីស៊ុបរៀងឆ្ងាញ់ស៊ីស៊ុបហ្នឹងហើយឌឺដងខ្លែបការគ្នាវាយគ្នាទៀតវាជួនកាលយើងស៊ីតែយើងហ្នឹងវាទៅជាយើងហ្នឹងយកស៊ុបមកស៊ីឌឺគាត់អត់មានស៊ុបស៊ីណាបាទវាទៅអញ្ចឹងវាចង់និយាយថាអាចិត្តចំណែនរបស់មនុស្សហ្នឹងវាមានក្នុងខ្លួនហ្មងសតិសម្បញ្ញៈខាងក្នុងហ្នឹងគឺវាផុសមកហ្មងចឹងបានគេមានពាក្យថាមនុស្សចង់ឲ្យយើងល្អតែមិនចង់ឲ្យយើងល្អលើសគេទេអាហ្នឹងវាការពិតហើយកុំមកនិយាយថាគ្មានទេខ្ញុំមិនមែនមនុស្សចឹងអត់មានទេសឹងហៅយកទៅស្បត់7វត្តទៀតយ៉ាងហោចណាស់ក៏មានចិត្តហ្នឹងបើ50%ក៏30 40ឬក៏20%ដែរជឿថាអត់សោះទេបើមិនចឹងមិនមែននិយាយថាងោតែក៏ធំណាអាហ្នឹងចិត្តចំណែនមួយនៅក្នុងហ្នឹងឃើញមកបែបលក្ខណៈភ្ញាក់ផ្អើលចាអាហ្នឹងវាជាសន្តានរបស់មនុស្សហ្មងបងប្អូនតាំងគេទាំងខ្ញុំវាសន្តានមនុស្សដែលពិបាកបំផុតចឹងបានគេឲ្យមានខួរក្បាលសតិបញ្ញានៅពីលើគេទាំងអស់ថាមានអីឲ្យយើងចេះសង្កត់ចិត្តសង្កត់អារម្មណ៍សង្កត់កំហឹងការខឹងស្អប់ចំណែនហ្នឹងឲ្យវានៅក្នុងវងចរមួយដែលវាមិនហួសហេតុពេកហើយអ៊ំពូមីងដែលបរាញនិយាយមុននឹងមិញថាបកបងប្អូនកុំលោកតាលោកយាយបាច់ចែកដីឡូធ្វើផ្ទះឲ្យវាម្នាក់មួយនៅជុំគ្នាទេបើវាមិនកាប់គ្នាជំនាន់កូនក៏វាកាប់គ្នាជំនាន់ចៅដែរហ្នឹងហើយបើឆ្លោះមួយអ្នកដតីយើងអាចផ្ដោតលើច្បាប់គេដោះស្រាយហើយមួយបងប្អូននេះបងប្អូនណាមកជីវិតចាណាមើលបំណាំគ្នាមិនចាប់មិនហើយទេបាទនៅជុំគ្នាបើនៅបែកឆ្ងាយពីគ្នាយូរជួបជុំគ្នាម្ដងអាហ្នឹងស្រឡាញ់គ្នាស្អិតល្មួតចេះជួយយកអាសាគ្នាមែនតើណាបងប្អូនអ៊ំពូមីលោកតាលោកយាយអាហ្នឹងផ្ដាំមកហើយរឿងព្រោះអាសាកើតណារឿងលោមួយនៅគ្នា 4-5 គ្រួសារហ្នឹងបើវាមិនឆ្លោះគ្នាជំនាន់កូនគង់វាហែកគ្នាជំនាន់ចៅទេហ្នឹងហើយបង
វាមានទៅណាបើខ្លះវាមានកំណត់វាកើតរបររស់ស៊ីវាចាក់ចេញទៅខណៈឆ្ងាយមានអីអាខ្លះវាចាំដេកស៊ីគេនៅនឹងតិចបាទហើយសំខាន់វាមិនមែនតែសាច់បកើតនៅជុំគ្នាណាវាចេញអាសាច់ថ្លៃនេះបាទសាច់ថ្លៃនេះចំណាយដល់ក្រៅចាសាច់ថ្លៃប៉ះអាសាច់ថោកទៀតនៅហ្នឹងបងប្អូនហើយកុំចង់ថាមានដីមកល្វែងទុកឲ្យកូនជុំគ្នាមិនទេកូនរត់កាត់ដោយអ៊ំពូមីងកាត់ទេព្រោះវាបើវាសាច់បកើតពោះតែមួយមានអីចាអាសាច់ថ្លៃសាច់ថោកហ្នឹងវាមើលមិនណាំគ្នាទៀតវាឆ្លោះគ្នាទៀតថាអាកូនហ្នឹងជួនកាលក្មេងៗឆ្លោះព្រឹកត្រូវល្ងាចបាទហើយឯនេះកាប់ចាក់គ្នាមកហឹងបាទតែញយបងបាទវាអញ្ចឹងចុះដូចរឿងនៅកំពង់ចាមមកមានផ្ទះ3ល្វែងចាយឲ្យកូនមានណាចាយឲ្យព្រឹកឆ្លោះល្ងាចឆ្លោះថ្ងៃឆ្លោះបាទដល់ថ្នាក់រៀបលបងកាត់ថានឹងយកអ្នកខ្លះនឹងបោះអាលីអូបោះអាវអីចូលទៅដីជេទៀតអត់ចាប់ទេបាច់ទេណាអ៊ំពូមីងអើយណាហ្នឹងហើយមិនទៅផ្សេងពីគ្នាទៅណាយើងមានម្សៅល្មៀតដែលបងប្អូនញ៉ាំទៅវាជួយផ្សះនៅក្នុងរាងកាយផ្សះការរលាកសុខភាពខួរក្បាលហើយព្រឹកមិញមានមួយបងស្រីមួយគាត់ថាលោកពូគាត់ភាសាល្មៀត ABC ហ្នឹងហើយគាត់អាសាឈឺក្បាលញឹកញាប់តែឥឡូវហ្នឹងគាត់ហូបអស់ប្រហែល4កំប៉ុងបាត់អាការៈឈឺក្បាលហ្នឹងអញ្ចឹងណែនាំម្ដាយគាត់ឲ្យទិញម្សៅល្មៀតហ្នឹងយកទៅញ៉ាំទៅអញ្ចឹងព្រោះម្សៅល្មៀតក៏វាមានតួនាទីមួយទៀតជួយទៅផ្សះបញ្ហាការរលាកសុខភាពខួរក្បាលដែរបាទបងអ្នកដែលគាត់អាសាភ្លេចភ្លាំងច្រើនណាបងប្អូនញ៉ាំម្សៅល្មៀតគឺវាជួយទៅបំពន់សុខភាពខួរក្បាលជួយបញ្ចុះខ្លាញ់អាក្រក់ហើយជួយការពារពីបញ្ហារោគអល់ហ្សៃមឺហើយល្មៀតគ្រាប់របស់ម្សៅល្មៀតតើបងប្អូនលាយជាមួយម្រេចបានវាមានប្រសិទ្ធភាពហើយបើបងប្អូនពិបាករកម្រេចក្នុងការទទួលទានមានម្រេចម៉ត់របស់ ABC មកពីខាងទឹកដីកពតណាធានាសុទ្ធ 100% តែម្ដងមួយបំពង់គេហ្នឹងតម្លៃ 18000 រៀលចាបងប្អូនអាចទិញភ្ជាប់ជាមួយម្សៅល្មៀតទៅតែម្ដងក៏បានឬបងប្អូនណាចង់បានជាល្មៀតគ្រាប់របស់ ABC ឥឡូវចូលស្តុកមកវិញណាល្មៀតគ្រាប់របស់យើងនេះគឺបងប្អូនទិញយកទៅប្រសាព្រឹក2ល្ងាច2ក្នុងមួយកំប៉ុងមាន120គ្រាប់តម្លៃតែ 80000 ទេបងប្អូនទិញយកទៅប្រសាបានណាហើយយក2កំប៉ុងគេហ្វ្រីដឹកជញ្ជូនថែមទៀតផង